ងទ័ពវៀតណាមនៅកម្ពុជាជាង10,000នាក់ខ្ញុំអាយុពេលហ្នឹងបាទថ្ងៃនេះខ្ញុំបាទជាឧត្តមសូមលើកយកប្រវត្តិចៅខ្វាក់ភ្នែកអាយ៉ងយួនហ៊ុនសែនដែលដកស្រង់ចេញពីសៀវភៅមេដឹកនាំជាតិខ្មែរភាគទី2ទំព័រ46ដល់47និពន្ធដោយលោកសធម្មរាំងសីឬសំសេរីប្រធានរណសិរ្សរំដោះជាតិខ្មែរដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសដេណាម៉ាហ៊ុនសែនកើតនៅថ្ងៃទី4ខែមេសាឆ្នាំ1951ឯកសារខ្លះថា1952នៅខេត្តកំពង់ចាមឈ្មោះដើមណាល់ដែលមានឪពុកឈ្មោះនាងខ្សែស្រឡាយចិនកាត់ជូននិងម្ដាយឈ្មោះប៉ុកមានប្រពន្ធយូនឈ្មោះប៊ុនហៀងប្រែឈ្មោះជាប៊ុនរ៉ានីសពថ្ងៃហ៊ុនសែនជាសិស្សរៀនថ្នាក់ទី7បន្ទាប់មកបានចូលធ្វើជាទាហានខ្មែរក្រហមតាមការអំពាវនាវរបស់ស្ដេចសីហនុពេលចូលធ្វើទាហានខ្មែរក្រហមជាមេក្រុមដែលត្រូវយួនកុម្មុយនីសបានបណ្ដុះបណ្ដាលនៅក្នុងព្រៃម៉ាគីក្រោយពីបានកាប់សម្លាប់ខ្មែរឲ្យចលាចលយួនបានផ្លាស់ប្ដូរនយោបាយថ្មីគឺយួនបានចូលទៅឈ្លានពានខ្មែរនាថ្ងៃទី7មករាឆ្នាំ1979ដោយលើកបន្ទប់ហ៊ុនសែនសម្រាប់បម្រើនយោបាយនៅឆ្នាំ1979យួនបានលើកហ៊ុនសែនធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសក្រោយមកពេលដែលប៉ែនសវណ្ណត្រូវយួនចាប់ដាក់គុកនៅហាណូយនិងចាន់ស៊ីត្រូវយួនចាក់ថ្នាំសម្លាប់សូមជម្រាបថាគោលការណ៍រើសបកជនរបស់យួនគេរើសតែអ្នកនិយមចូលចិត្តយួននៅឆ្នាំ1985ហ៊ុនសែនត្រូវគេតែងតាំងជានាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលជារបបខុសច្បាប់ព្រោះមិនទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅឆ្នាំ1987ហ៊ុនសែនបានទៅចរចាជាមួយសីហនុនៅទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីនិងធ្វើជាបន្តហើយឈានទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានអ្នកស្រីមូសូហ៊ូជាជំនួយក្នុងរឿងនេះរហូតដល់ការបោះឆ្នោតនៅឆ្នាំ1993រៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិសម្រាប់កម្ពុជាពេលនោះគណៈបកប្រជាជនកម្ពុជាហ៊ុនសែនបានចាញ់ឆ្នោតដោយឆ្នោតបានឈ្នះខាងគណៈបកហ៊ុនស៊ិនប៉ិចដឹកនាំដោយនរោត្តមរណរដ្ឋហ៊ុនសែនបានប្រកាសផ្ដាច់ខ្លួនធ្វើអបគមនៅត្រើយខាងកើតនៃទន្លេមេគង្គប៉ុន្តែដោយមានស្ដេចសីហនុដើរតួជាអ្នកផ្សះផ្សាបង្កើតរដ្ឋាភិបាលហើយប្រគល់ឲ្យមាននាយករដ្ឋមន្ត្រី2នរោត្តមរណរដ្ឋជានាយករដ្ឋមន្ត្រីទី1ហ៊ុនសែនជានាយករដ្ឋមន្ត្រីទី2នៅថ្ងៃទី6ខែកក្កដាឆ្នាំ1997ហ៊ុនសែនបានធ្វើរដ្ឋប្រហារសម្លាប់ពូអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យនៅក្នុងគណៈបកហ៊ុនស៊ិនប៉ិចចំនួន280នាក់ដែលដង្ហែតាមស្ដេចកុម្មុយនីសសីហនុហើយលើកអំណាចឯកឧត្តមអ៊ីងហ៊ូតជំនួសអ្នកប្រជាធិបតេយ្យអ្នកស្នេហាជាតិមួយចំនួនដែលនៅសេសសល់បានរត់ទៅតំបន់អូស្មាច់តែត្រូវនរោត្តមរណរដ្ឋហៅចូលមកវិញហើយត្រូវហ៊ុនសែនសម្លាប់ចាប់ដាក់គុកជាបន្តបន្ទាប់ដោយចោទប្រកាន់ឡើងនិងបង្កើតព្រឹត្តិការណ៍ផ្សេងដើម្បីចោទប្រកាន់ដូចជាគណៈកម្មការជំនាញទី14ចលនាមហានគរជាដើមហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីជាបន្តបន្ទាប់មកមិនមែនប្រជាពលរដ្ឋខ្មែរបោះឆ្នោតចេញពីឆន្ទៈពិតប្រាកដទេវាជាការរៀបចំរបស់គណៈបកប្រជាជនកម្ពុជាហ៊ុនសែនដែលមានយូរនៅពីក្រោយខ្នងដូចនេះបើយើងវិភាគលក្ខណៈសម្បត្តិមេដឹកនាំរបស់ហ៊ុនសែនមិនខុសនឹងសម្ដេចសីហនុនិងតាងត្រសក់ផ្អែមប៉ុន្មានទេព្រោះគ្មានលក្ខណៈគ្រប់គ្រាន់ជាមេដឹកនាំរាប់តាំងពីសុខភាពដូចជាពិការផ្នែកម្ខាងគ្មានគុណធម៌ស្នេហាជាតិខ្លួនឯងទេហើយត្រូវបរទេសយួនលើកបន្ទប់អំណាចឲ្យសម្រាប់បម្រើនយោបាយដូចសាច់សីហនុនិងតាត្រសក់ផ្អែមដែរហ៊ុនសែនអាត្មានិយមលោភលន់អំណាចលួចនិងទ្រព្យសម្បត្តិជាតិយកមកដាក់ជាទ្រព្យសម្បត្តិបុគ្គលនិងឲ្យបរទេសដណ្ដើមហែកហូរទ្រព្យសម្បត្តិជាតិខ្មែរដោយសុខចិត្តស្ថិតនៅក្រោមអាណានិគមយួនជាពិសេសជាកូនអកតញ្ញូធ្វើឲ្យម្ដាយបង្កើតរបស់ខ្លួនស្លាប់
ដោយច្រានឲ្យដួលប៉ះក្បាលនឹងកៅអីធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ដោយសារគំគ្រាលក្ខណៈសម្បត្តិសង្ខេបហ៊ុនសែនមានដូចខាងក្រោម 1. យួនលើកបន្ទប់ហ៊ុនសែនធ្វើជាចារកម្មបម្រើនយោបាយឲ្យយួនដើម្បីធ្វើជារនាងបិទបាំងខ្មែរបំភាន់ភ្នែកខ្មែរ 2. ហ៊ុនសែនចុះហត្ថលេខាកាត់ទឹកដីឲ្យយួននិងអនុញ្ញាតឲ្យនិគមយួនមករស់នៅប្រទេសខ្មែរតាមសន្ធិសញ្ញា25ឆ្នាំនិងសន្ធិសញ្ញា1970 1980 1982និង1985 3. ហ៊ុនសែនអនុញ្ញាតឲ្យយួនកាន់កាប់ព្រៃឈើរឹបអូសទ្រព្យសម្បត្តិខ្មែរ 4. ហ៊ុនសែនធ្វើតាមបញ្ជាយួនចាប់ខ្មែរបញ្ជូនឲ្យទៅស្លាប់នៅតំបន់ក 5 ក្រោមលេសអភិវឌ្ឍហ៊ុនសែនចុះហត្ថលេខាឲ្យដីសម្បទានឲ្យយួនចំនួន99ឆ្នាំតំបន់អភិវឌ្ឍត្រីកោណនៅរតនគិរីមណ្ឌលគិរីជាដើមដីយួនយ៉ាងស្រួល 6. ហ៊ុនសែនសុកចិត្តឲ្យយួនត្រួតត្រាប្រទេសខ្មែរស្ទើរគ្រប់វិស័យ 7. ហ៊ុនសែនពុំមានសុខភាពគ្រប់គ្រាន់ទេបាត់ប្រស័យប្រសាទខ្វាក់ភ្នែកមួយចំហៀងគឺជាមនុស្សឆេវឆាវកំរល់ចូលជក់បារីនិងប្រើគ្រឿងញៀន 8. ហ៊ុនសែនជាមនុស្សគ្មានសមត្ថភាពដឹកនាំពិតប្រាកដអំណាចយួនលើកឲ្យ 9. ហ៊ុនសែនជាជនផ្ដាច់ការគ្មានគុណធម៌ធ្វើតាមបញ្ជាយួនបាទសូមអរគុណបាទហើយសូមបងប្អូនខ្មែរយើងទាំងអស់គ្នាចូលទៅdownload យកសៀវភៅមេដឹកនាំជាតិខ្មែរភាគ1ភាគ2និងសៀវភៅឫសគល់7មករាដែលនិពន្ធដោយលោកបណ្ឌិតសំសេរីបាទព្រោះនេះគ្រាន់តែជាចំណែកតូចមួយនៃសៀវភៅមេដឹកនាំជាតិខ្មែរសូមអរគុណ